សួស្តីបងប្អូនថ្ងៃនេះចង់ថតបង្ហាញម៉ូតូលក់តិចថ្ងៃនេះខ្ញុំមានកូនទា2គ្រឿងហើយស្កូពី011មួយគ្រឿង012មួយគ្រឿងនិង MSX 017មួយគ្រឿងពណ៌ខ្មៅMSX នេះមានពុនកាត់គ្រីផ្លាកលេខហើយម៉ូតូគេលេងហើយកឡើងខ្ពស់ហើយដាក់អាលបាំងការពារខ្យល់ទៀតម៉ាស៊ីននៅស្អាតហើយតម្លៃសមរម្យត្រឹមតែ$550អាចចរចាបានតិចតួចផ្លាកលេខបន្ទាយមានជ័យតែលេខរៀងលុបបន្តិចតែបើម៉ូតូនៅស្អាតម៉ាស៊ីននៅស្ងាត់ហើយម៉ូតូនេះអាចលេងហើយឡើងសេមីវាស្តង់54ណាអញ្ចឹងកម្លាំងវាចូល150កម្លាំងវា150អញ្ចឹងវាខ្លាំងជាងម៉ាស៊ីនដើមអញ្ចឹងបងប្អូនក្មេងៗកន្លោះថាចង់ជិះទ្រីបអីចុះទ្រីបចុះអីអានេះអេហ្មងហើយលេងកង់អស់រ៉ូតបានទៀតកង់នេះអាចអស់រ៉ូតបានព្រោះវាកន្លាជ្រៅហើយមួយទៀតស្កូពី011អានេះមានពុនកាតគ្រីដែរលេខភ្នំពេញផ្លាកលេខស្អាត0201អានេះតម្លៃវា$550ចរចាម៉ាស៊ីនស្ងាត់ម៉ាស៊ីនស្អាតជិះស្រួលទឹកថ្នាំនៅសមរម្យនៅស្អាតមកសមរម្យអាចប្រើបានជិះទៅរៀនទៅផ្សារអីត្រូវហើយនេះនៅស្អាតហើយគេលេងបូមឲ្យលេងគុជតម្លៃ550ចរចាកាត់គ្រីត្រឹមត្រូវម៉ូតូនេះស្អាតស្នាមតែកន្លែងនេះតិចតួចទេស្អាតហើយបកមកកូនទានេះវិញកូនទានេះម៉ូតូនេះអត់មានពុនអត់មានផ្លាកលេខទេអញ្ចឹង2គ្រឿងនេះពណ៌ក្រហមនេះតម្លៃវាគឺ550000នឹងអាចចុះបានតិចតួចមិនចុះបានច្រើនទេបើអាវនៅស្អាតនៅមូលអត់មានបែកបាក់ទេអាពណ៌ក្រហមនេះបងប្អូនអាចចង់ទិញឲ្យកូនជិះទៅរៀនអីបានតម្លៃធូរថ្លៃទេតែ550000ទេសបកក៏នៅថ្មីនៅស្អាតជិះទៅរៀនបានហើយអាពណ៌កកូតខ្មៅនេះកកូតខ្មៅខាងមុខទឹកក្រូចអានេះក៏នៅសមរម្យដែរហើយអត់មានពុនកាតគ្រីដូចគ្នាអត់មានផ្លាកលេខទេនេះបើយើងជិះតាមទៅរៀនជិះតាមជនបទអីយើងមិនចាំបាច់នេះទេដាក់តែកញ្ចក់ជិះទៅស្រុកមើលក្រោយហើយតម្លៃវាក៏ធូរដែរទេតម្លៃកូនទាខ្មៅមុខទឹកក្រូចនេះតម្លៃវាតែ45000ទេអាចចុះបានតិចតួចហើយនិយាយទៅគឺម៉ូតូនៅជិះស្រួលទាំងពីរហើយចុងក្រោយផ្លាកលុបផ្លាកលេខអានេះហើយគេម៉ូតូអ្នកក្រោយជិះបុកជូតដាច់អក្សរ M អញ្ចឹងម៉ូតូនេះមានកាតគ្រីត្រឹមត្រូវដូចគ្នាផ្លាកលេខបាត់ដំបងស្កូពីនេះ012ម៉ូតូនៅសមរម្យអាចថាទិញឲ្យកូនជិះទៅរៀនបានតម្លៃធូរថ្លៃឯនេះតែ$350ទេអាចចរចាបានតិចតួចហើយស្នាមបែកខាងមុខនេះតិចក្រៅពីហ្នឹងនៅស្អាតទេអត់អីទេតោះនេះតម្លៃតែ$350ទេមានពុនកាតគ្រីម៉ាស៊ីននៅជិះស្រួលនៅស្ងាត់ដេកជិះស្រួលទេនឹងបងប្អូនពុកម៉ែចង់បានទិញឲ្យកូនជិះទៅរៀនអីកុំឲ្យចំណាយលុយច្រើនពេកតែ300ជាងក៏បានម៉ូតូជិះទៅរៀនបានដែរស្រួលដូចគ្នាហើយចុងក្រោយអរគុណច្រើនបើបងប្អូនចង់បានអាចតំណមកលេខទូរស័ព្ទ086 801 901ទីតាំងនៅបាត់ដំបងខាងជើងដៃ8ព្រះនរាយណ៍ប្រហែលជា500ម៉ែត្រម្ដុំរោងម៉ាស៊ីនតកដៃ8ហ្នឹងហើយបត់ផ្លូវបេតុងទៅខាងពុយប្រហែលជា30ម៉ែត្រអរគុណច្រើនជម្រាបលា